ការទទួលស្គាល់និងការពង្រឹងទូនាទីក្រុមអ្នកសង្កេតការណ៍អាស៊ានមានចែងនៅក្នុងសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025ជាក់ស្ដែងចំណុច12ចែងថាភាគីទាំងពីរទទួលស្គាល់ទូនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងឯកភាពពង្រឹងទូនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ានចំណុច13ចែងថាដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជាថៃនិងថៃកម្ពុជាដើម្បីធានាថាបទជប់បាញ់នឹងត្រូវអនុវត្តឲ្យបានគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងដោះស្រាយឧបទ្ទហេតុទាន់ពេលវេលានិងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT